រឿងគ្រូចាប់ពោះព្រីសូមបងប្អូនចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណនៅក្នុងសាច់រឿងមួយនេះខ្ញុំបាទនឹងនាំអ្នកទាំងអស់គ្នាវិលទៅកាន់នៅអតីតកាលម្ដងទៀតហើយបាទព្រោះថាសាច់រឿងមួយនេះវាបានតាក់ទងជាមួយនឹងមន្តអាគមព្រមទាំងសត្វធំៗដែលរស់នៅក្នុងតំបន់ព្រៃភ្នំផងដែរហើយរឿងមួយនេះចាប់ផ្ដើមនិយាយដំបូងពីលោកតាយ៉ៃគាត់គឺជាគ្រូមន្តអាគមចាប់ពស់ម្នាក់គាត់មានអាគមចាប់ពស់ខ្លាំងពូកែខ្លាំងណាស់អាគមដែលគាត់ប្រើនោះគឺមានឈ្មោះថាបាលីអាគមអាយលំពាយបាលីមន្តអាគមមួយនេះមិនធម្មតានោះទេវាមានឫទ្ធិអំណាចអាចធ្វើឲ្យសត្វពស់មិនអាចវេទនារួចក្រោយពីត្រូវមន្តអាគមរបស់គាត់តាយ៉ៃគាត់ក៏មិនមែនជាមនុស្សចូលចិត្តទៅប្រមាញ់សត្វនោះដែរក៏ប៉ុន្តែដោយសារតែជីវភាពគ្រួសារគាត់មានប្រពន្ធនិងមានកូន2នាក់ទៀតនៅក្នុងបន្ទុកចំណែកឯគ្រួសាររបស់គាត់មិនមានដីស្រែសម្រាប់ប្រកបមុខរបរធ្វើស្រែចម្ការឬក៏ដាំដំណាំដូចជាអ្នកដទៃនោះទេដោយសារតែជីវភាពនេះហើយទើបធ្វើឲ្យតាយ៉ៃគាត់ចូលទៅក្នុងព្រៃចាប់ពស់ជារៀងរាល់ថ្ងៃនៅក្នុងថ្ងៃមួយព្រលឹមស្រាងមានទឹកសន្សាមធ្លាក់មកប្រយទៅនៅលើចុងស្មៅមានពន្លឺផ្លេកចំណែកឯតាយ៉ៃគាត់បានរៀបចំសម្ភារៈរបស់គាត់ដើម្បីធ្វើដំណើរចូលទៅក្នុងព្រៃចាប់ពស់បន្តទៀតហើយតាយ៉ៃបានស្ពាយទ្រង់មួយនិងស្មារបស់គាត់ម្ខាងទៀតបានស្ពាយថងយាមដែលដាក់ទៅដោយថ្នាំសង្កូវរបស់គាត់និងរបស់របរផ្សេងទៀតដែលចូលទៅក្នុងព្រៃត្រូវការប្រើប្រាស់អាវចាស់ប្រឡាក់ទៅដោយធូលីដីខោខ្មៅជើងវែងនិងជូតក្បាលក្រមាតាយ៉ៃចាប់ផ្ដើមស្រូតដំណើរឡើងទៅតំបន់ព្រៃភ្នំដើម្បីទៅចាប់ពស់ហើយព្រៃដែលគាត់មានគោលដៅទៅរកនេះគឺគាត់បានទៅរកនៅក្នុងព្រៃឫស្សីមួយកន្លែងព្រោះថានៅតំបន់ព្រៃឫស្សីនោះសម្បូរដំបូកធំខ្លាំងណាស់ម្យ៉ាងទៀតព្រៃឫស្សីនោះក៏មានទំហំជាច្រើនហិកតាផងដែរហើយវាក៏នៅជិតចន្លងភ្នំនិងទឹកជ្រោះព្រមទាំងទឹកស្ទឹងកន្លែងត្រជាក់ដូចនេះគឺសម្បូរពស់រស់នៅខ្លាំងណាស់បន្ទាប់ពីនេះគាត់ក៏ធ្វើដំណើរសម្ដៅទៅរកព្រៃឫស្សីនោះក្រោយមកមួយសន្ទុះធំគាត់ក៏បានចូលទៅដល់ព្រៃហើយថែមទាំងបានឃើញដំបូកជាច្រើនតាយ៉ៃគាត់មិនមែនជាគ្រូដែលចាប់ទៅពស់ស្មាននោះទេគឺគាត់បានដឹងច្បាស់ណាស់ថារូងប្រភេទយ៉ាងម៉េចគឺជាពស់វែកក្របីរូងប្រភេទយ៉ាងម៉េចគឺជាពស់វែករនាមហើយពស់តូចឬធំគាត់ក៏អាចបានដឹងដោយសារតែមន្តវិជ្ជាការរបស់គាត់ផងដែរតាយ៉ៃបានចូលទៅក្នុងព្រៃដើមមួយសន្ទុះគាត់បានឃើញដំបូកច្រើនខ្លាំងណាស់ក៏ប៉ុន្តែពួកដំបូកទាំងនោះមិនមានសត្វពស់ធំរស់នៅនោះទេគាត់ក៏បានបន្តដំណើរចូលទៅក្នុងព្រៃឫស្សីកាន់តែជ្រៅទៀតការចាប់ពស់របស់តាយ៉ៃគាត់មិនបានប្រើចបកាប់ចបជីកដើម្បីជីករំលាយដំបូកនោះឡើយដោយគាត់គ្រាន់តែប្រើបាលីមន្តអាគមរបស់គាត់ក៏ធ្វើឲ្យសត្វពស់វាចេញមកពីរូងឲ្យគាត់ចាប់បានយ៉ាងងាយស្រួលផងដែរដើរមួយសន្ទុះតាយ៉ៃក៏ប្រទះឃើញដំបូកធំមួយដែលមានមាត់រុងរលោងហើយមើលទៅវាប្រហែលជាមានសត្វពស់វែកធំមួយក្បាលនៅសំងំនៅទីនោះក្រោយមកតាយ៉ៃគាត់ចាប់ផ្ដើមដើរជុំវិញគុម្ពឫស្សីនោះ3ជុំហើយមាត់គាត់បានសូត្រមន្តអាគមគាថាដែលគាត់បានរៀនបន្តពីគ្រូរបស់គាត់បន្ទាប់ពីសូត្រមន្តអាគមនោះហើយគាត់ចាប់ផ្ដើមទៅឈរនៅមាត់រូងហើយគាត់បានទាញយកស្លឹកឈើនៅក្នុងថង់យាមរបស់គាត់ 4-5 សន្លឹកក្រោយមកគាត់ក៏បានទំពាស្លឹកឈើនោះហើយព្រោះដាក់ទៅដៃរបស់គាត់ទាំងសងខាងបន្ទាប់ពីនោះគាត់បានសូត្រផ្លុំនៅមាត់រូងដែលគាត់បានឃើញនៅក្នុងដំបូកតាយ៉ៃគោះមាត់រូង3ដងមួយសន្ទុះក្រោយមកស្រាប់តែមានផ្សែងហុយចេញមកពីក្នុងរូងមួយនោះ
សំឡេងស្នូឈូឈូក៏បានបញ្ចេញមកពីក្នុងរូងផ្សែងនិងសំឡេងនោះគឺជាសំឡេងរបស់ពស់វែកក្របីមួយក្បាលដែលកំពុងតែវាសៅចេញមកពីក្នុងរូងដំបូងបន្ទាប់ពីឃើញសត្វពស់នោះហើយតាយ៉ៃគាត់បានបើកសន្ទះទង់របស់គាត់ហើយគាត់ក៏លូកដៃទៅចាប់ពស់នោះបានយ៉ាងងាយស្រួលបន្ទាប់ពីចាប់ពស់វែកក្របីនោះហើយគាត់ក៏បានដាក់ចូលទៅក្នុងទ្រុងគាត់បន្ទាប់ពីនោះគាត់ក៏បានគូសញ្ញាខ្វែងចំណាំនៅមុខដំបូកឲ្យបានដឹងថាដំបូកមួយនេះគាត់បានយកសត្វពស់ចេញមួយក្បាលបាត់ទៅហើយក្រោយមកតាយ៉ៃគាត់ក៏បានបន្តដំណើរទៅមុខទៀតគាត់ដើរមើលឆ្វេងមើលស្ដាំក៏ប៉ុន្តែនៅទីនេះមានដំបូកមែនតែដំបូកទាំងអស់នេះសុទ្ធតែមិនមានសត្វពស់នោះទេដើរបានមួយសន្ទុះតាយ៉ៃមានអារម្មណ៍ថារៀងហាវគាត់បានក្រឡេកឃើញទំពាំងមួយកំពុងតែលូតផុតចេញមកពីដីមើលទៅទំនងខ្លាំងណាស់តាយ៉ៃគាត់បានកាច់យកទំពាំងនោះយកមកបកតិចហើយគាត់ក៏បរិភោគទំពាំងទាំងឆៅតែម្ដងក្រោយមកគាត់ក៏បន្តដំណើរទៅមុខទៀតអស់រយៈពេលបានមួយសន្ទុះតាយ៉ៃគាត់ក៏រកបានពស់ពី3ក្បាលដាក់ចូលទៅក្នុងទ្រុងរបស់គាត់ទៅហើយក្រោយមកតាយ៉ៃគាត់ក៏បានចុះទៅក្នុងស្ទឹងដើម្បីលាងដៃលាងជើងដោយសារតែពេលនេះដល់ពេលថ្ងៃត្រង់ទៅហើយគាត់ដល់ម៉ោងទទួលទានបាយពេលថ្ងៃត្រង់តាយ៉ៃដើរចេញពីមាត់ស្ទឹងដោយគាត់បានដួសទឹកមួយបំពង់ចេញពីក្នុងស្ទឹងនោះផងដែរដើរបណ្ដើរយកដៃបាំងមើលថ្ងៃបណ្ដើរមួយសន្ទុះក្រោយមកគាត់ក៏បានចូលមកដល់ក្រោមដើមឈើធំមួយពេលនោះតាយ៉ៃគាត់ក៏បានស្រែកបាយកញ្ចប់របស់គាត់ហើយបរិភោគនៅក្រោមដើមឈើនោះទៅពេលដែលតាយ៉ៃបរិភោគបាយបានមួយសន្ទុះស្រាប់តែគាត់បានឃើញបរិសម្នាក់ទៀតដើរសម្ដៅមករកគាត់តាយ៉ៃថ្ងៃនេះបានពុះច្រើនដែរឬទេពេលនោះតាយ៉ៃក្រឡេកមើលទៅគាត់ក៏បានឃើញថានោះគឺជាពូនូតាយ៉ៃក៏បានតបទៅពូនូថាបងនូអើយថ្ងៃនេះបានច្រើនគ្រាន់បើហើយចុះតើបានឃ្មុំច្រើនទេប្អូនថ្ងៃនេះពូនូក៏បានតបទៅតាយ៉ៃថាបាទបងបានឃ្មុំច្រើនខ្លាំងណាស់ដោយសារតែនៅតំបន់នេះមិនសូវជាមានអ្នកហ៊ានចូលមករកព្រោះពួកគេខ្លាចសត្វពស់ចឹកនឹងឯងតាយ៉ៃក៏បានហៅពូនូដើម្បីទៅហូបបាយជាមួយនឹងគាត់តែពូនូគាត់ក៏បាននិយាយថាបាទហូបចុះលបងខ្ញុំទើបតែហូបហើយមិញនឹងដែរនឹងបន្ទាប់ពីនេះពូនូគាត់ក៏បានចូលទៅជ្រកក្រំលប់ឈើជាមួយនឹងតាយ៉ៃពេលនោះតាយ៉ៃគាត់ក៏ទទួលទានបាយពេលថ្ងៃត្រង់ហើយល្មមក្រោយមកអ្នកទាំងពីរក៏បានអង្គុយពិភាក្សាគ្នាអស់មួយសន្ទុះពេលនោះពូនូក៏បានសួរទៅតាយ៉ៃថាលោកបងមានយកកញ្ចប់ថ្នាំមកទេនោះឲ្យខ្ញុំសុំមូបារីមួយដើមមកតាយ៉ៃគាត់ក៏បានតបថានេះដាក់មកទេតើអត់ឯណាបានបើមនុស្សចូលចិត្តតែអានឹងទៅហើយអ្នកទាំងពីរនាក់ក៏ចាប់ផ្ដើមជក់បារីថ្នាំខ្មែរនៅក្រោមម្លប់ឈើនោះទៅក្រោយមកពូណូក៏បានសួរទៅតាយ៉ៃថាទីខ្ញុំមើលទៅលោកបងចាប់សត្វពស់ហាក់ដូចជាមិនខ្លាចសោះតើលោកបងមានមន្តអាគមខ្លាំងពូកែអ្វីមែនឬទេតាយ៉ៃគាត់ក៏បានតបថានឹងហើយខ្ញុំមានអាគមបន្តិចបន្តួចដែលចេះបន្តពីលោកគ្រូខ្ញុំបានបង្រៀនមកពូណូក៏បានសួរទៅតាយ៉ៃទៀតថាលោកបងតើបាលីចាប់ពស់នឹងពិបាករៀនដែរឬទេខ្ញុំចង់រៀនបន្តិចបន្តួចព្រោះខ្ញុំតែងតែធ្វើដំណើរចូលមកក្នុងព្រៃជារៀងរាល់ថ្ងៃខ្ញុំក៏ខ្លាចដែរនៅតំបន់នេះមានពស់ច្រើនខ្លាំងណាស់តាយ៉ៃគាត់ក៏បានប្រាប់ពូណូថាមិនអីទេចាំបន្តិចទៀតធ្វើដំណើរទៅជាមួយនឹងខ្ញុំទៅខ្ញុំនឹងបង្ហាត់ខ្លះពូណូគាត់ក៏បាននិយាយទៀតថាបានខ្ញុំរកឃ្មុំបានរៀងច្រើនហើយអញ្ចឹងថ្ងៃនេះខ្ញុំទៅជាមួយនឹងលោកបងចុះបន្ទាប់ពីនេះមេឃក៏រៀងរសៀលបន្តិចហើយពួកគាត់ក៏បានធ្វើដំណើរទៅចាប់ពស់បន្តទៀតតាយ៉ៃគាត់ក៏បានធ្វើដំណើរទៅកាន់ជ្រលងភ្នំមួយដែលជាទីត្រជាក់ទីនោះមិនសូវមានដំបូកទេតែវាសម្បូរពស់ខ្លាំងណាស់ដោយសារតែទីនោះសម្បូរនៅក្រហែងថ្ម
និងរូងថ្មតូចៗជាច្រើនហើយវាក៏នៅជិតមាត់ស្ទឹងផងដែរតាយ៉ៃដើរបានមួយសន្ទុះគាត់ស្រាប់តែបានឃើញរូងមួយមើលទៅទំនងនឹងមានសត្វពស់ពេលនោះតាយ៉ៃគាត់ចាប់ផ្ដើមរាយមន្តអាគមរបស់គាត់ហើយគាត់ក៏ទំពាស្លឹកឈើព្រោះដាក់ដៃរបស់គាត់ដោយការពិសាមុនដែរពូនូដោយគាត់មិនបានដឹងពីមន្តអាគមគាត់ចេះតែឈរសម្លឹងមុខតាយ៉ៃភ្លឺមិនដឹងថាតាយ៉ៃកំពុងតែសូត្រអ្វីនោះទេបន្ទាប់ពីសូត្របល័យមន្តអាគមរួចតាយ៉ៃគាត់បានទៅនៅក្បែរមាត់រុនហើយគាត់ក៏ផ្លុំបល័យរបស់គាត់ចូលទៅក្នុងនោះមួយសន្ទុះក្រោយមកពស់វែកក្របីមួយក្បាលទៀតក៏បានវាចេញមកពីក្នុងរូងថ្មឃើញអស្ចារ្យដូច្នោះពូណូក៏លាន់មាត់និយាយថាយីមុនអាគមលោកបងអីក៏ពូកែខ្លាំងម្នេះមិនចាំបាច់ប្រាជប់ទៅជីកយករូងពស់នោះទេគ្រាន់តែសូត្របល័យដាក់នៅមាត់រុនវាក៏វាចេញមកខ្លួនឯងមិនធម្មតានោះទេតាយ៉ៃគាត់ដូចជារៀងចូលបន្តិចផងគាត់ក៏បាននិយាយថាមុនអាគមអាយលំពាយនេះខ្លាំងពូកែខ្លាំងណាស់ការចំនួនរបស់គ្រូខ្ញុំឮគាត់ថាកាលពីមុននោះគាត់ចាប់ទៅដល់នាគគ្រាទៀតនោះមិនត្រឹមតែចាប់សត្វពស់នោះទេក្រោយពីនិយាយរួចពួកគាត់ក៏សើចលេងហើយក៏នាំគ្នាធ្វើដំណើរចេញពីទីនោះទៅតែតាយ៉ៃនិងពូនូគាត់មិនបានដឹងថាពាក្យសម្ដីរបស់គាត់អំបញ្ញមិញនេះធ្វើឲ្យបានលេចលឺទៅដល់ត្រចៀករបស់ព្រាយចាស់មួយក្បាលនោះឡើយព្រាយពស់ចាស់មួយក្បាលបានសន្ធិដ្ឋនៅក្នុងអាងតាំងពីយូរយារណាស់មកហើយបន្ទាប់ពីវាបានឮសម្ដីរបស់តាយ៉ៃដូច្នោះវាខឹងសម្បាជាមួយនឹងតាយ៉ៃយ៉ាងខ្លាំងក្រោយពីឃើញតាយ៉ៃនិងពូណូធ្វើដំណើរចេញពីទីនេះទៅព្រាយពស់ចាស់នោះក៏ចាប់ផ្ដើមប្រែរូបរាងคล้ายទៅជាសត្វពស់មួយក្បាលខ្លួនរបស់វាទំហំមើលទៅប្រហែលជាប៉ុនត្បាល់កិនហើយសត្វពស់នោះក៏ចាប់ផ្ដើមវាតាមក្រោយអ្នកទាំងពីរមេឃក៏កាន់តែរសៀលចិត្តងងឹតទៅហើយចំណែកឯអ្នកទាំងពីរខំប្រឹងស្រូតដំណើរចេញពីនេះដើម្បីសម្ដៅទៅផ្ទះរបស់គាត់ក៏ប៉ុន្តែនៅពេលនោះព្រាយពស់មួយក្បាលនោះក៏ចាប់ផ្ដើមវាតាមក្រោយរបស់ពួកគាត់ចំណែកឯតាយ៉ៃគាត់ក្រឡេកមើលក្រោយឃើញថាដើមឫស្សីជាច្រើនកំពុងតែត្រៀតទៅត្រៀតមកហាក់ដូចជាមានសត្វធំមួយក្បាលកំពុងតែធ្វើដំណើរតាមក្រោយគាត់អញ្ចឹងតាយ៉ៃគាត់សង្ស័យថានោះគឺជាសត្វខ្លាធំក្រោយមកគាត់ក៏បានស្រែកប្រាប់ទៅពូនូថាណៃនូឆាប់រត់លឿនមកនោះប្រហែលជាសត្វខ្លាហើយមើលទៅក្នុងជំរំព្រៃអាណោរង្គើគ្រប់កន្លែងតែម្ដងតោះឆាប់រត់លឿនទៅពូនូក្រឡេកមើលទៅក្រោយបានឃើញសភាពនោះមិនមែនជាសត្វតូចនោះឡើយគាត់ចាប់ផ្ដើមនាំគ្នារត់ពីអ្នកតាយ៉ៃទៅដោយសារតែភាពផិតភ័យពេកធ្វើឲ្យពូណូបានផុងជើងចូលទៅក្នុងរណ្ដៅថ្មមួយរហូតធ្វើឲ្យពូណូក្រិចជើងនិងធ្វើដំណើរលេងរួចខណៈពេលនោះពូណូក៏បាននិយាយទៅកាន់តាយ៉ៃថាលោកបងជួយខ្ញុំផងលោកបងតាយ៉ៃបានក្រឡេកមើលទៅក្រោយស្រាប់តែបានឃើញថាពូណូបានផុងជាមួយនឹងប្រហោងថ្មបាត់ទៅហើយខណៈពេលនោះគាត់ក៏បានទៅជួយលើកពូណូឡើងក៏ប៉ុន្តែនៅពេលនោះស្រាប់តែពូណូបានងើយមើលទៅលើពស់វែកមួយក្បាលដ៏ធំកំពុងតែបើកពពាបាំងពីលើពួកគាត់ទាំងពីរនាក់តែតាយ៉ៃគាត់មិនបានចាប់អារម្មណ៍នោះទេពូណូបើកភ្នែកធំហើយគាត់និយាយទៅកាន់តាយ៉ៃថាលោកបងមើលនៅក្រៅខ្នងលោកបងនោះធំណាស់លោកបងអើយធំណាស់តាយ៉ៃក្រឡេកមើលទៅលើស្រាប់តែបានឃើញពស់វែកមួយក្បាលកំពុងតែបើកពពាលៀនអណ្ដាតផ្លឹមខណៈពេលនោះតាយ៉ៃក៏ចាប់ផ្ដើមរាយមន្តអាគមរបស់គាត់តែម្ដងមន្តអាគមអាយលំពេរបស់គាត់ពិតជាខ្លាំងពូកែមែនគ្រាន់តែគាត់សូត្របានបន្តិចធ្វើឲ្យសត្វពស់នោះចាប់ផ្ដើមក្តៅររានិងប្រកាច់ប្រកិននៅទីនោះតែម្ដងថ្វីត្បិតតែមន្តអាគមគាត់ខ្លាំងមែនតែគាត់មិនអាចសម្លាប់ពស់នេះបានទេដោយសារតែពស់នេះវាធំពេករហូតដល់មន្តអាគមរបស់គាត់មិនអាចធ្វើឲ្យវានៅក្រាបមួយកន្លែងបានឆ្លៀតឱកាសពេលដែលសត្វពស់កំពុងតែប្រកាច់ប្រកិនដោយសារតែមន្តអាគមតាយ៉ៃក៏ចាប់ផ្ដើមអៀវពូនូដើម្បីរត់ចេញពីទីនេះទៅខណៈពេលនោះសត្វពស់ក្រោយពីតាយ៉ៃចេញផុតពីកន្លែងនេះបាត់អាគមក៏បានសាបចេញពីខ្លួនវាផងដែរ
សត្វពស់ចាប់ផ្ដើមវាយ៉ាងលឿនសំដៅទៅរកអ្នកទាំងពីរពេលនោះពូណូបានកលេចមកក្រោយស្រាប់តែបានឃើញពស់វែកមួយក្បាលនោះកំពុងតែវាសំដៅបំបុកពួកគាត់ទាំងពីរនាក់តែម្ដងតែពូណូស្រេចមិនទាន់ផងស្រាប់តែពស់នោះបានបុកពួកគាត់ទាំងពីរនាក់ឲ្យដួលត្រឡប់ត្រលិនបាត់ទៅហើយដោយសារតែភាពពិតភ័យពូណូក៏បាននិយាយទៅកាន់តាយាយថាណែតាឆាប់ដាក់មន្តអាគមតាទៀតទៅឲ្យលឿនឡើងនៅពេលនោះតាយាយក៏ឈោងទៅយកថង់យាមរបស់គាត់ព្រោះថាមានតែក្នុងថង់យាមរបស់គាត់នោះទេទើបមានអាវុធដូចជាកំបិតអាថ័ន្តឬក៏ជាសត្វអន្ត្រីមន្តអាគមសត្វប្រភេទនេះទើបអាចបង្ក្រាបពស់យក្សនេះបានក៏ប៉ុន្តែពេលដែលគាត់កំពុងតែឈោងយកថង់យាមរបស់គាត់ស្រាប់តែព្រាយពស់នោះបានវត្តកន្ទុយធ្វើឲ្យថង់យាមរបស់គាត់ខ្ទាតចេញពីទីនោះបាត់ទៅតាយាយក៏ចាប់ផ្ដើមសូត្រមន្តអាគមរបស់គាត់បន្តទៀតតែមិនទាន់នឹងសូត្រចប់ផងស្រាប់តែសត្វពស់ក៏បានហក់មកបំបកតាយាយឲ្យខ្ទាតផ្ទប់នឹងដើមឈើស្ទើរតែសន្លប់បាត់បង់ស្មារតីអ្នកទាំងពីរបានគិតថាពួកគាត់ពិតជាអស់ជីវិតនៅក្នុងពេលនោះហើយសត្វពស់នោះក៏ប្រែក្លាយទៅជាយាយចាស់ម្នាក់ដើរញញឹមបន្តិចសំដៅទៅរកពួកគាត់តាយាយបាននិយាយឡើងថាណែព្រីពស់ចាស់យើងបានធ្វើអ្វីឯងទៅហេតុអ្វីក៏ចង់មកសម្លាប់យើងតែព្រីនោះក៏បាននិយាយទៅកាន់តាយាយថាដោយសារតែពាក្យសម្ដីរបស់តាយាយនេះធ្វើឲ្យគេខឹងសម្បាទើបវាមកតាមសម្លាប់តាយាយក្រោយពីនិយាយរួចព្រីពស់ក៏ប្រែរូបរាងคล้ายទៅជាសត្វពស់ធំវិញវាមានគោលបំណងនឹងលេបអ្នកទាំងពីរនាក់ចូលទៅក្នុងពស់ទាំងរស់តែម្ដងតែខណៈពេលនោះស្រាប់តែមានខ្លាស្ទមួយក្បាលមិនដឹងជាហក់ចេញមកពីណានោះទេសត្វពស់ក្រោយពីបានឃើញខ្លាសនោះហើយវាហាក់ដូចជាមិនខ្លាចសោះដោយសារតែសត្វខ្លានោះវាតូចខ្លាំងពេកព្រាយពស់បំរុងនឹងលេបសត្វខ្លាតែសម្រែករបស់សត្វខ្លានោះស្រែកលឺខ្លាំងណាស់ហើយសម្រែករបស់វាហាក់ដូចជាមានអាគមបង្កប់ទៅក្នុងសម្លេងនោះអញ្ចឹងធ្វើឲ្យសត្វពស់ចាប់ផ្ដើមប្រកាច់ប្រកិនបន្ទាប់ពីនោះសត្វខ្លាក៏ប្រែរូបរាងកាន់តែធំឡើងរហូតធំជាងសត្វពស់នេះ 3-4 ដងទៅទៀតសត្វពស់ក្រោយពីឃើញសត្វខ្លាធំសម្បើមដូច្នោះវារនឹងរត់ចេញពីទីនោះដែរតែសំណាងអាក្រក់ដោយសារតែសត្វខ្លាបានស្ទុះទៅជាន់ចំករបស់វានិងខាំសម្លាប់ពស់នោះឲ្យស្លាប់នៅក្នុងពេលនោះទៅបន្ទាប់ពីសម្លាប់ពស់នោះហើយសត្វខ្លាសក៏ប្រែក្លាយទៅជាអ្នកសច្ចាំងម្នាក់តាមពិតទៅខ្លានេះគឺជាខ្លាសច្ចាំងដែលអ្នកភូមិបាននិយាយតគ្នាចំណែកឯតាយាយនិងពូណូក៏បានទៅអរគុណចំពោះសត្វខ្លានោះផងដែរតែសូមបញ្ជាក់ថាសត្វខ្លានេះមិនមែនជាមនុស្សនោះទេតែវាអាចតំណែងខ្លួនមកជាមនុស្សបានដោយសារតែពពួកខ្លាអស់នេះវាធ្លាប់រស់នៅជាមួយនឹងអ្នកសច្ចាំងនៅក្នុងព្រៃហើយវាក៏ធ្លាប់រក្សាសិលផងដែរវាចាំជួយមនុស្សណាដែលធ្វើដំណើរចូលមកក្នុងព្រៃត្រូវសត្វកំណាចសម្លាប់ដូចជាតាយាយនិងពូណូនេះអញ្ចឹងបន្ទាប់ពីនេះខ្លាសច្ចាំងក៏ប្រែរូបរាងคล้ายជាខ្លាសហើយក៏រត់ចេញពីទីនេះបាត់ទៅបន្ទាប់ពីរឿងរ៉ាវបានចប់អ្នកទាំងពីរក៏ចាប់ផ្ដើមរើសសម្ភារៈធ្វើដំណើរសម្ដៅមកស្រុកភូមិហើយគាត់ក៏បានយករឿងនេះទៅប្រាប់ដល់អ្នកភូមិផងដែរហើយអ្នកភូមិក៏ចាប់ផ្ដើមនាំគ្នានិយាយតគ្នាថានៅក្នុងព្រៃមានខ្លាសិលឬក៏ខ្លាសច្ចាំងតគ្នារហូតដល់សពថ្ងៃនេះទៅហើយសាច់រឿងមួយនេះខ្ញុំបាទក៏សូមបញ្ចប់ទៅត្រឹមនេះផងដែរសូមអរគុណចំពោះការគាំទ្ររបស់បងប្អូនហើយក៏សូមអភ័យទោសរាល់ពាក្យពេចន៍ណាខុសឆ្គងមិនសមរម្យសូមអធិស្ឋានចំពោះខ្ញុំផងបាទសូមអរគុណ